បងប្អូនទាំងអស់គ្នាធ្លាប់តែប្រើប្រាស់វីតាមីន C តាមគ្នាឬក៏ឮគេថាវាល្អបែបនេះវាល្អបែបនោះប៉ុន្តែជាក់ស្ដែងពេលដែលប្រើប្រាស់អ្នកខ្លះក៏ទទួលបានប្រសិទ្ធភាពមែនរីឯអ្នកខ្លះទៀតមិនត្រឹមតែមិនទទួលបានប្រសិទ្ធភាពទេថែមទាំងធ្វើឲ្យស្បែករបស់គាត់នឹងកាន់តែយ៉ាប់ទៅមូលហេតុនោះគឺដោយសារតែគាត់មិនបានដឹងឬក៏យល់ច្បាស់អំពីវាមុននឹងប្រើប្រាស់អញ្ចឹងវីដេអូនេះខ្ញុំនឹងលម្អិតអំពីប្រវត្តិនៃការរកឃើញវីតាមីន C អត្ថប្រយោជន៍ចម្បងរបស់វីតាមីន C ព្រមទាំងពេលវេលាដែលគួរប្រើប្រាស់វីតាមីន C ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បងប្អូនទាំងអស់គ្នាឲ្យចន្លោះឆ្នាំ1700ហ្នឹងគឺមានគ្រូពេទ្យវះកាត់កងទ័ពជនជាតិអង់គ្លេសម្នាក់ឈ្មោះថាលោក James Lind គាត់បានរកឃើញប្រភេទវីតាមីន C ហ្នឹងនៅក្នុងពពួកផ្លែក្រូចសាយត្រូវហ្នឹងវាមានប្រភេទ lemon ហើយនិង orange ក៏ប៉ុន្តែពេលនោះគាត់បានរកឃើញប្រភេទវីតាមីន C មែនប៉ុន្តែគាត់អត់បានដាក់ឈ្មោះថាវាជាវីតាមីន C នៅឡើយទេហើយគាត់រកឃើញហ្នឹងគឺដោយសារតែគាត់ពិនិត្យកងទ័ពដែលខ្វះអាសាធាតុហ្នឹងអាសាធាតុវីតាមីន C ហ្នឹងធ្វើឲ្យកងទ័ពហ្នឹងមានជំងឺមួយយ៉ាងឈ្មោះថាជំងឺ scurvy ជំងឺ scurvy ហ្នឹងគឺធ្វើឲ្យកងទ័ពហ្នឹងទន់ខ្សោយអស់កម្លាំងឈឺដៃឈឺជើងហើយបើសិនជាអត់មានការព្យាបាលឲ្យបានត្រឹមត្រូវទេអាកោសិកាឈាមក្រហមហ្នឹងនឹងកាន់តែថយចុះហើយវាអាចនឹងឈាមតាមចាញ់ធ្មេញហើយអាសុខរបស់គាត់ហ្នឹងក៏អាចផ្លាស់ប្ដូរដែរហើយតែមែនទែនទៅវាអាចចិញ្ចៀមតាមស្បែកផងដែររហូតមកដល់ឆ្នាំ1928ដល់1932អ្នកវិទ្យាសាស្ត្រខាងអាជីវគីមីជនជាតិហុងហ្គ្រីម្នាក់ឈ្មោះថាលោក Albert Sen Georgi ហ្នឹងគឺបានបំបែកប្រភេទវីតាមីន C ហ្នឹងហើយដាក់ឈ្មោះដំបូងគឺឈ្មោះថា Hexuronic acid ក្រោយមកទៀតគាត់ក៏បានបដូរឈ្មោះទៅជា Ascorbic acid ហើយនៅឆ្នាំ1933គាត់ក៏បានកំណត់រចនាសម្ព័ន្ធរបស់វាហើយបានដាក់ឈ្មោះជាផ្លូវការគឺវីតាមីន C នឹងឯងចាប់ពីពេលនោះមករហូតដល់ឆ្នាំ1937គាត់ក៏បានទទួលពានរង្វាន់ Nobel ពីការរកឃើញឈ្មោះវីតាមីន C របស់គាត់នឹងហើយចូលមកដល់ឆ្នាំ1940ដល់1960អ្នកជំនាញខាងសើស្បែកហ្នឹងគឺគេចាប់ផ្ដើមពិសោធន៍វីតាមីន C ហ្នឹងទៅលើវិស័យគ្រឿងសម្អាងពេលនោះគឺគេក៏សម្គាល់ឃើញថាវាអាចព្យាបាលរបួសនិងអាចជួសជុលស្បែកហ្នឹងឲ្យប្រសើរឡើងវិញប៉ុន្តែទោះជាយ៉ាងណា Ascorbic acid ដែលសុទ្ធហ្នឹងគឺវាមិនទាន់មានលំនឹងទេមានតែ unstable ហើយវាងាយនឹង oxidize ប្រតិកម្មខូចលឿននៅពេលដែលប៉ះជាមួយនឹងបរិយាកាសខាងក្រៅដូចជាខ្យល់ឬក៏ពន្លឺថ្ងៃរហូតដល់ឆ្នាំ1990 Dr. Sheldon Panel ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកនិងគីមីវិទ្យាដែលមកពីសាកលវិទ្យាល័យ Duke គាត់រកឃើញថាដើម្បីឲ្យ Ascorbic acid នឹងជ្រាបចូលស្បែកឲ្យមានប្រសិទ្ធភាពគឺត្រូវតែមាន pH វាតូចជាង 3.5 ហើយដើម្បីឲ្យវាធ្វើការបានល្អត្រូវតែមានកំហាប់នឹងចន្លោះពី10ទៅ20%ហើយបើយើងប្រើវីតាមីន C នឹងលាយជាមួយវីតាមីន E ជាមួយនឹង folic acid នឹងវាអាចបង្កើនថាមពលប្រឆាំងជាមួយនឹងអុកស៊ីតកម្មរហូតដល់គុណនឹង8អញ្ចឹងបន្ទាប់ពីដុកទ័រនឹងក៏រកឃើញបែបហ្នឹងហើយគាត់ក៏បានបដូរឈ្មោះមួយទៀតទៅជា L-ascorbic acid មកដល់ឆ្នាំ2000រហូតដល់បច្ចុប្បន្នអញ្ចឹងមានប្រែល្បីៗជាច្រើនមកពីកូរ៉េជប៉ុនអាមេរិកនិងប្រទេសផ្សេងៗទៀតគឺពួកគេនឹងបានបញ្ចូលប្រភេទវីតាមីន C ascorbic acid ហ្នឹងទៅលើផលិតផលរបស់ខ្លួនរៀងៗខ្លួនឥឡូវនេះយើងចាប់ផ្ដើមនិយាយអំពីអត្ថប្រយោជន៍របស់វីតាមីន C តាមពិតទៅប្រភេទវីតាមីន C ហ្នឹងវាមានអត្ថប្រយោជន៍យ៉ាងច្រើនណាស់សម្រាប់ស្បែកតែក្នុងវីដេអូនេះខ្ញុំសូមលើកយកតែ3ចំណុចសំខាន់ទេដែលវីតាមីន C ហ្នឹងវាមានប្រសិទ្ធភាពខ្លាំងទៅលើស្បែករបស់យើងទី1ហ្នឹងគឺ brightening គ្រប់គ្នាបានដឹងហើយថាប្រភេទវីតាមីន C ហ្នឹងគឺវាជួយឲ្យស្បែករបស់យើងភ្លឺថ្លាហើយវាក៏ជួយទប់ស្កាត់នៅការផលិតអាសារធាតុ melanin ហ្នឹងសារធាតុ melanin ហ្នឹងគឺជាសារធាតុពណ៌មួយយ៉ាងដែលវាមានសណ្ឋានអាចជាពណ៌ខ្មៅពណ៌ប្រផេះឬក៏ពណ៌ត្នោតអញ្ចឹងកាលណាតែវាជួយទប់ស្កាត់នៅការផលិតអាសារធាតុ melanin ហ្នឹងអញ្ចឹងស្បែករបស់យើងមើលទៅមានលក្ខណៈភ្លឺថ្លាមួយទៀតគឺវាជួយកាត់បន្ថយបញ្ហា dark spot បញ្ហាខ្មៅបានផងដែរទី2គឺ collagen boosting យើងដឹងហើយថាប្រភេទវីតាមីន C ហ្នឹងគឺវាជួយជំរុញហើយនឹងសំយោគឲ្យមានការផលិត collagen បានល្អយើងដឹងហើយថាស្បែកមុខរបស់យើងត្រូវការផលិត collagen ជារៀងរាល់ថ្ងៃទៅពេលដែលយើងអាយុនៅតិចអញ្ចឹងការផលិត collagen ហ្នឹងគឺបានច្រើនតែបានល្អជាងអ្នកអាយុច្រើនអញ្ចឹងហើយបានជាអាយុកាន់តែច្រើនធ្វើស្បែកមុខរបស់យើងហ្នឹងគឺឡើងជ្រីវជ្រួញអញ្ចឹងនៅពេលដែលយើងប្រើប្រភេទវីតាមីន C ហ្នឹងមានន័យថាធ្វើឲ្យការផលិត collagen របស់យើងហ្នឹងនៅតែបានល្អបានមានប្រសិទ្ធភាពហើយសម្រស់ហើយនឹងមុខរបស់យើងនៅតែក្មេងដដែលហើយទី3នោះគឺ antioxidant protection
យើងដឹងហើយថាអារ៉ាឌីកាល់សេរីនិងអុកស៊ីតកម្មខាងក្រៅហ្នឹងគឺជាកត្តាមួយដែលបំផ្លាញសម្បែកបញ្ចឹងឲ្យខូចអញ្ចឹងកាលណាដែលយើងប្រើប្រភេទវីតាមីន C ហ្នឹងគឺវាជួយការពារជួយប្រឆាំងពីការបំផ្លាញដោយអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរីពីខាងក្រៅហ្នឹងអញ្ចឹងចុងក្រោយគឺវីតាមីន C គេ recommend ឲ្យយើងប្រើនៅពេលព្រឹកនិងពេលថ្ងៃដោយសារតែវាមានគុណសម្បត្តិអាចប្រឆាំងជាមួយនឹងអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរីជាពិសេសគឺបរិយាកាសខាងក្រៅបានល្អជាងប្រភេទផ្សេងទៀត